សូមគោរពជម្រាបសួរលោកតាលោកយាយអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាជួបខ្ញុំបាទក្នុង channel របស់ខ្ញុំផ្ទាល់ជាថ្មីម្ដងទៀតហើយមួយរយៈនេះគឺខានធ្វើវីដេអូច្រើនមែនទែនពុកម៉ែបងប្អូនខានអញ្ចឹងឥឡូវនេះគឺបាទខ្ញុំបន្តធ្វើវីដេអូបន្ថែមទៀតដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញនិងបានទស្សនាពីទស្សនវិជ្ជាផ្សេងដូចជាស្ដែងនៅក្នុងថ្ងៃនេះគឺខ្ញុំបានមកដល់ខាងឃុំស្នឹងអញ្ចឹងគឺមកខាងបឹងកសាលពុកម៉ែបងប្អូនបឹងកសាលនេះគឺជាភូមិមួយដែលនៅក្បែរនឹងអាងកំពីងពុយបាទអញ្ចឹងគឺនៅក្បែរនឹងអាងកំពីងពុយដែរពុកម៉ែបងប្អូនភូមិបឹងកសាលហើយនេះជាទស្សនវិជ្ជាតាមដងផ្លូវខ្ញុំអត់តន់ជិះចូលទេពុកម៉ែបងប្អូនឥឡូវនេះតែមកដល់ហើយមេឃហ្នឹងគឺបាទភ្លៀងរៀងរហូតមកដែរពុកម៉ែបងប្អូនអញ្ចឹងទៅចេះតែរកកន្លែងជ្រកបាទជ្រកឲ្យបានបន្តដំណើរទៅមុខទៀតអញ្ចឹងឥឡូវនេះកំពុងតែធ្លាក់លលឹមមកទៀតហើយនោះខាងមុខខ្ញុំហ្នឹងគឺកន្លែងនេះគឺខ្លោងវត្តចាស់ទេបាទខ្លោងវត្តនេះគឺបិទហើយខ្លោងវត្តបឹងកសាលផ្លូវចូលខាងភូមិបឹងកសាលជិះមកតាមនេះគឺមានផ្លូវបេតុងនេះពុកម៉ែបងប្អូនផ្លូវបេតុងអេមអញ្ចឹងចង់ដឹងថាទស្សនវិជ្ជានៅក្នុងភូមិបឹងកសាលមានលក្ខណៈបែបណាហើយការរស់នៅជាក់ស្ដែងនៃគាត់រស់នៅខាងនេះគឺយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងពុកម៉ែបងប្អូនណាអញ្ចឹងមកទស្សនាកំសាន្តជាមួយនឹងខ្ញុំទាំងអស់គ្នាបាទទេសភាពខែនេះគឺស្អាតណាស់ពុកម៉ែបងប្អូនណាមានវាស្រែវាស្រូវស្អាតមែនទែនហើយនេះគឺខ្ញុំជិះបានមកដល់ខ្លោងវត្តហើយពុកម៉ែបងប្អូនបាទនេះខ្លោងវត្តចាស់នៅវត្តបឹងកសាលបាទហើយខាងក្នុងគឺមានបឹងមួយហើយនឹងរូបកសាលបាទបឹងហ្នឹងគឺបឹងឈុកឥឡូវដោះឈុកពេញតែម្ដងនោះវានៅក្នុងដែរពុកម៉ែបងប្អូនដល់ពេលអញ្ចឹងខ្ញុំដាក់កាមេរ៉ាថតអត់សូវស៊ូមដល់បាទដាក់ទូរស័ព្ទថតវិញពុកម៉ែបងប្អូនទូរស័ព្ទថតទៅស៊ូមដល់តែម្ដងបាទបឹងកសាលហើយក៏មានរូបតំណាងកសាលមួយនៅក្នុងបរិវេណវត្តវត្តបឹងកសាលនេះម្យ៉ាងដែរពុកម៉ែបងប្អូនទេសភាពមានវាស្រែវាស្រូវហើយមានភ្នំមានអីស្អាតធម្មជាតិផ្ទះសម្បែងនៅគាត់រស់នៅនេះពុកម៉ែបងប្អូនតាមដងផ្លូវឲ្យទៅខាងក្រោយទៀតពុកម៉ែបងប្អូនផ្ទះគាត់មិនមានត្រឹមតែជាប់ផ្លូវនេះទេបាទខាងក្រោយក៏មានដែរសម្បូរអ្នករស់នៅពុកម៉ែបងប្អូនមកកញ្ចប់មកខ្សែនេះទៅពុកម៉ែបងប្អូនឲ្យផ្លូវក៏ជិះស្រួលដែរអេមែនទេនៅខាងភូមិបឹងកសាលនេះផ្លូវបេតុងមកខ្សែនេះវាយ៉ាងទៅពុកម៉ែបងប្អូននេះទេបាទឥឡូវនឹងលលឹមស្រេចមកទៀតពុកម៉ែបងប្អូនហើយមិនយ៉ាងម៉ាទេមេឃនេះគឺឲ្យតែម៉ោងប្រហែលជាម៉ោង1ជាងមកចាប់ផ្ដើមសតុំហើយបើពីព្រឹកបាទបើកថ្ងៃមកប្រហែលម៉ោង7 8 9 10ហ្នឹងគឺចាប់ផ្ដើមហើយពុកម៉ែបងប្អូនក្តៅបាទបន្ទាប់ពីក្តៅហើយបាយហើយដឹងតែសតុំរូបភ្លៀងប្រហែលថ្ងៃនេះគឺជាប់គ្នាទៅអញ្ចឹងពុកម៉ែបងប្អូនអាកាសធាតុតាមផ្ទះនិយាយទៅមកខាងនេះគឺខ្ញុំធ្លាប់ជិះកាត់បាទជា 3-4 សាដែរធ្លាប់ជិះកាត់តែបានថតឲ្យពុកម៉ែបងប្អូនបានទស្សនាទេធ្លាប់តែជិះហួសទៅខាងក្រោយអាងកំពីងពុយតែម្ដងបងប្អូនអញ្ចឹងហ្នឹងក៏ជិះឆ្វែលេងទៅបាទហើយបានថតពីទស្សនវិជ្ជាតាមនេះផងមួយរយៈហ្នឹងដោយសារអត់បានចេញដើរទេពុកម៉ែបងប្អូនដោយសាររវល់ផងហើយណាមួយនៅក្នុងស្រុកទេសយើងនេះឥឡូវនេះកំពុងតែមានបញ្ហាចំនួនព្រំដែនអីចឹងពុកម៉ែបងប្អូនហ
ហើយណាមួយខ្ញុំចង់ទៅថតលេងតាមព្រំដែនដែរក៏តែដោយសារមានបញ្ហាតាមហ្នឹងទៅក៏បានចេញទៅណាទេបងប្អូនហើយណាក៏រវល់ដែរតនេះបានតែថ្ងៃអាទិត្យអីចឹងណាអញ្ចឹងមកដល់សាលានេះសាលាបឋមសិក្សាបឹងកសាលសាលារៀនខ្ញុំជិះថតថ្ងៃសម្រាប់ចេះតែអញ្ចឹងក៏មិនឃើញសិស្សមករៀនអីទេបងប្អូនសាថ្ងៃសម្រាប់ភាគច្រើនខ្ញុំតនេថ្ងៃសម្រាប់បាទថ្ងៃអាទិត្យអីចឹងណាហើយក៏បានចេញមកថតបានលេងតាមភូមិទាំងទៅអានេះផ្ទះទៅខាងមុខទៀតមានអ្នករស់នៅបន្ថែមទៀតបងប្អូនណាអានេះគ្រាន់តែជាផ្ទះសម្បែងដែលគាត់រស់នៅតាមដងផ្លូវបន្ទាប់ពីចេញពីវត្តនេះមកបងប្អូនមានមួយជាប់គ្នារហូតចឹងទៅណាបាទទៅដល់ខាងមុខទៀតទៅមានផ្ទះសម្បែងរស់នៅបន្តទៀតបាទអញ្ចឹងមកកញ្ចប់នេះវាគូសមដែរផ្ទះសម្បែងដែលគាត់រស់នៅខាងហ្នឹងបាទនេះផ្លូវចូលខាងក្នុងបើយើងជិះទៅក្រៅឃើញតែផ្ទះតែប្រមាណនៅខាងក្រៅហ្នឹងទេតែយើងជិះចូលខាងក្នុងភូមិបងប្អូនទៅមានបានឃើញពីទស្សនវិជ្ជាពីការរស់នៅខាងក្នុងបាទរៀបថាផ្ទះដែលគាត់រស់នៅខាងក្នុងណាអញ្ចឹងខាងក្រៅមិញគឺជាផ្លូវឆ្លងកាត់មួយដែរបងប្អូនដែលឆ្លងកាត់ឡើងទៅអាងកំពីងពុយហ្នឹងគឺភាគច្រើនគាត់ជិះតាមនឹងដែរបាទដោយសារផ្លូវស្រួលផ្លូវស្រួលអញ្ចឹងក៏ជិះឆ្លងកាត់តាមបឹងកសាលនេះទៅបាទនេះផ្ទះគាត់អូមើលនេះផ្ទះតូចដែរបងប្អូនចូលមកខាងក្នុងបាទគាត់មានរោងគោចំបាទចំគោចំអីដាក់ច្បើងមកខាងនេះដូចជាអស់ហើយផ្លូវទៅវាស្រែបាទមកខាងនេះអស់ផ្ទះបាទអានេះផ្លូវទៅវាស្រែបងប្អូននេះវាស្រែខាងបឹងកសាលនេះបើសិនជាមានភ្លៀងធ្លាក់មួយមេមកមុននេះខ្លាំងអីគឺជាប់ផុកអីតាមវិជាតិកើតទេបាទចឹងខ្ញុំបកក្រោយចូលដល់ផ្លូវមួយទៀតបាទព្រោះអាមិញហ្នឹងមានផ្លូវបបែកស្ដាំមួយនេះបងប្អូនមានផ្លូវដែលខ្ញុំជិះបត់ទៅវិញចេះគឺឡើងមកខាងឆ្វេងដៃបាទឡើងមកខាងឆ្វេងដៃខាងនេះមកបាទតនេះមានខ្ទមអ្នកតាមួយនេះបងប្អូនខ្ទមអ្នកតាដើម7បាទអូមើលផ្ទះស្បូវគាត់បាទផ្ទះគាត់រស់នៅបងប្អូនឃើញតាគាត់ធ្វើលួបបាទធ្វើលួបអញ្ចឹងនេះទស្សនវិជ្ជាផ្ទះសម្បែងដែលគាត់រស់នៅខាងក្នុងណាបាទគាត់មានចំគោអញ្ចឹងអីទៅនេះតនេះមានផ្លូវបែកជា4បើខ្ញុំទៅត្រង់អត់បត់ទេបើបត់ឡើងទៅស្រែអដែលអញ្ចឹងឡើងទៅត្រង់ទៅបានទៅផ្ដិតទស្សនវិជ្ជាខាងមុខទៀតឥឡូវនេះគឺល្ងាចដែរហើយបងប្អូនដល់អញ្ចឹងទៅក៏បាទតាមផ្ទះមួយក៏គាត់ដែលគាត់ចិញ្ចឹមគោក៏គាត់ដឹកចូលផ្ទះអស់ហើយបាទដឹកចូលផ្ទះភ្នក់ភ្លើងបាទដេញមូសដេញអីណានេះឃើញគោពេញផ្ទះហើយនេះដឹកចូលផ្ទះអស់ហើយអានេះផ្ទះសម្បែងវាស្ងប់ស្ងាត់ដែរបងប្អូនមានផ្ទះច្រើនក៏ប៉ុន្តែវាស្ងប់ស្ងាត់ដែរដោយសារហើយជាគាត់រវល់នៅខាងក្នុងឬមិនអត់ឃើញនៅខាងក្រៅសោះ
តែផ្ទះនេះស្រុកស្រែចំការទេបងប្អូនសិតតែអ្នកស្រុកស្រែចំការនេះគាត់ចំគោចំអីនេះគោច្រើនមែនទេដីវាស្រែមកជីមកមុខដល់វាស្រែទៀតបងប្អូនហើយខាងនេះបើបន្ទាប់ពីការធ្វើស្រូវទៅឃើញគាត់ដាំល្ងនេះបងប្អូនចងជាបាច់ចេះអានឹងល្ងដែលគាត់ប្រមូលផលហើយអញ្ចឹងដីស្រែខាងនេះក៏អាចដាក់ជាល្ងជាអីចឹងបន្ទាប់ពីធ្វើស្រូវហើយគេថាដាំដោះស្រូវប្រមូលផលស្រូវមួយសានៅដៅស្រូវហើយគឺគាត់សល់ដីតនេក៏អីចឹងក៏ដាក់ជាល្ងអីចឹងណាស្រែល្ងប្រមូលផលល្ងអញ្ចឹងដល់វគ្គស្រូវទៀតអីចឹងទៅមកផ្លូវនេះដូចជានឹងមានផ្លូវឡើងទៅវិញអត់ទេនេះផ្លូវវាលស្រែផ្លាកអភិវឌ្ឍស្រូវអភិវឌ្ឍដីផ្លូវអូផ្លូវស្ដុកហ่ะនេះចូលកើតទេពុកបងប្អូនចឹងបកក្រោយវិញខ្ញុំឡើងទៅលើផ្លូវបេតុងវិញណាជូតលេននេះសិនទឹកភ្លៀងទឹកលលឹមស្រក់ចូលតអត់ជូតគឺអត់ច្បាស់ពិបាកថតមិនចឹងខ្ញុំថយក្រោយទៅវិញពុកម៉ែបងប្អូនថយក្រោយទៅវិញទៅដល់ផ្លូវបែកមួយដែលខ្ញុំនិយាយក្នុងវីដេអូហ្នឹងគឺខ្ញុំឡើងមកខាងផ្លូវបេតុងវិញណានេះខ្ញុំថាជាទស្សនវិជ្ជាដែលខ្ញុំផ្ដិតតាមដងផ្លូវខ្លះអីចឹងពុកម៉ែបងប្អូនខាងចុងវីដេអូហ្នឹងក៏មានជាប្លង់ដ្រូនដែរពុកម៉ែបងប្អូនសម្រាប់ឲ្យពុកម៉ែបងប្អូនបានទស្សនាទៅឃើញពីលើគឺឃើញស្រឡះភ្នែកតែម្ដងពុកម៉ែបងប្អូនណាមើលពីលើទៅឃើញទស្សនវិជ្ជាជារួមបាទអញ្ចឹងឃើញផ្ទះសម្បែងនៃគាត់នៅខាងនេះគឺច្រើននៅជាប់គ្នាហើយខ្ញុំផ្ដិតទស្សនវិជ្ជាតាមដងផ្លូវនេះដើម្បីបន្ថែមទេពុកម៉ែបងប្អូនបន្ថែមឲ្យពុកម៉ែបងប្អូនបានឃើញពីការរស់នៅតាមផ្លូវនេះចឹងនេះអានេះផ្លូវក្នុងបាទផ្លូវក្នុងមកនេះផ្ទះមានក្មេងៗលេងច្រើនមែនទែនផ្ទះចប់គ្នាទៅខាងក្រោយទៀតណាពុកម៉ែបងប្អូននិយាយថាមានផ្លូវនេះឆ្លងកាត់អីទេគាត់ថាមានផ្លូវចូលខាងក្នុងផ្ទះគាត់តែម្ដងអត់មានផ្លូវបែកធ្លាយទៅខាងក្រោយអីទៀតណាបាទអញ្ចឹងខ្ញុំឡើងមកខាងនេះពុកម៉ែបងប្អូនឡើងទៅខាងផ្លូវបេតុងវិញណាបាទនេះផ្ទះចឹងជីទៅដល់មុខហ្នឹងគឺមានផ្លូវបេតុងឲ្យបត់មកខាងស្ដាំដៃមកនៅតាមផ្លូវបេតុងមានលៀបថាគាត់លក់ដូរច្រើនដែរបងប្អូនមានជាចាប់ហ៊ូចាប់អីចឹងសម្បូរអ្នកលក់ដូរបាទអញ្ចឹងចង់ឡើងមកទិញអីវ៉ាន់ទិញអីគឺឡើងមកខាងលើនេះមកនេះឡើងមកខាងផ្លូវធំនេះមកបាទកន្លែងនេះមានតារាងលេងបាល់បាទតារាងលេងបាល់ម្យ៉ាងទៅពុកម៉ែបងប្អូនរបៀបថាអ្នកស្រុកភូមិជនបទមកខាងនេះគឺស្ងប់ស្ងាត់បែបស្រុកភូមិមួយដែលគេថាពេលល្ងាចឡើងជុំគ្នាលេងកីឡាលេងអីចឹងណាបាទសម្រាប់យុវវ័យដែលពេញកម្លាំងបាទមកខាងនេះគឺធ្វើស្រែហើយនឹងដូចជាចំការដូចអត់សូវជាសម្បូរទេបងប្អូនពីយ៉ាងឃើញគាត់ធ្វើស្រែហើយនឹងគេថា
đầm đi mũi tiếp của mày còn là việc thà đầm trong ca việc đầm nằm chạy đầm nằm pô đầm nằm ấy chứ đầm nằm khai á mà đầm nằm khai và một phò chỉ khai để đầm ăn đôi chỉ pốt mà khai bị khai chẳngประมาณvà một phò chẳng còn người dùng đầm màประเภทchẳng với nhận miền sờ bộ đầm chỉ cho ca xoài cho ca thủ rê này đấy khả này mà không múc miền tiền miền tiền là có rồi nào thì cũng phải phụ nó mở tiền có đến chấm câu tràn miền tiền mà này mà cáo lên chết tịch câu mà tiền có đấy cũng phải phụ mà trong mà không món đấy đôi chia ấy màแต่เพลบุตรยังมาดังถัดดอนนาบาเยดอนมุกบาเยออเพลบุตรไงทำได้cái thơ สำหรับเนี่ยเราขนมพุมมาจังโจเลี้ยงสรูเลยจังเพลบุตรนี่มีนขนมพุมบางกระซาจังบาเจจังตะจีบางกระซาเลยจีพุมตีจังบาเยอเพลบุตรนะผมหมายผมแต่ไม่ยางนั้นเนี่ยบ้านเพลบุตรมักซ้ายอย่างเอ็มหมอในขังพุมบางกระซาเลยnày mà không muốn khơi tiền mùi tiền đấy để lại tiền còn muốn cứ pra chỉ còn từng đồng chanh để miền âm nâu ở bậc thềm làสำหรับครัวซาก่อนนี่เตี้ยทมthơ nó tam cái ta đây sài chấm ca đây cái ta đây sọc phum chứ thơ tia khăn tội là mô mơ tớ sát nên tên bộ bài hay bật thêm lầm nam lầm o chung với nâng miền lầm nam chấm rau trẻ đã tất bộ bài cứ sát là riệp chom tia mà là môm xong mà là môm rồi nớ mà trong bị lại cầm sky thông ấy tế bộ bài nó nấu tam đi rồi nấu bài thầm đa chứ có mà em đấy mà em trong đó không nói cứ hai bộ máy phone chụp hết flow cua vui nhảy bạn đi nó khẳng khom sưng và flow bút tông trầm nâng ấy mà chẳng caro nơ để có rồi nơ khẳng nó cứ đôi chỉ off thì hay màu khẳng nó cứ off thì hay khẳng nó cứ sạch đầy viền sài đầy ấy chẳng bộ máy phone này tao khẳng mục tiếng đâu tao ngay tiêu bản miền nè rồi nơ bật time điện tay rồi nơ không phùm xế nhá mà mình phùm bằng sao như thế trong video nhóm thọt kháng cóng bàn tập phần ấy cũng là còn ta chỉ tên là này thì tập hiệp khắc để nhóm bàn mà thọt lên trong xa được kháng phùm bằng cái sao chẳng kháng trong video này nhóm miền chỉ plong trốn bộ máy phone xong rồi bộ máy phone tô sana công san đấy chẳng lâu đi tô sana công san plong trốn cho một nhóm đôi tọt tới